좀 부족했어도 내일부터 있을 부흥회를 위해서 여러분들이 기도해 주시길 부탁합니다. ចាំក៏សូមទុកដាក់ដល់លោកអ្នកគ្រូសូមជួយអធិដ្ឋានសម្រាប់កម្មវិធីស្អែកផងដែរគាត់គឺកម្មវិធីនៅកំពង់លេនោះសូមជួយអធិដ្ឋានដល់ច្រើនសម្រាប់ពួកគាត់ផងដែរ 혼자 기도하는 것도 중요하지만 함께 기도할 때 더 강력한 역사가 있습니다. ការដែលយើងអធិដ្ឋានម្នាក់ឯងក៏ល្អក៏សំខាន់ប៉ុន្តែការដែលយើងអាចជួយគ្នាអធិដ្ឋានឲ្យគ្នាទៅវិញទៅមករួមគ្នានោះគឺពិតជាមានអំណាចមែនទេ 두세 사람이 내 이름으로 모인 곳에 내가 함께 있겠다 하셨습니다. គូបងមានព្រះបន្ទូលថាម្នាក់របស់គ្នាជុំគ្នាចាប់ពី2នាក់ឡើងទៅដល់នៅពនាមរបស់ខ្ញុំខ្ញុំនឹងស្ដាប់ឮពាក្យអ្នករបស់គ្នាឲ្យឆ្លើយតបការអធិដ្ឋានរបស់អ្នករបស់គ្នា 함께 기도할 때 성령께서 강력하게 역사하십니다. បើសិនជាយើងរួមគ្នាអធិដ្ឋាននោះព្រះវិបោសុទ្ធព្រះអង្គធ្វើការយ៉ាងខ្លាំងក្លា Amen. 지금 이 시간에도 한국에서 우리 교회 기도 특공대가 기도하고 있습니다. សូម្បីតែនៅម៉ោងនេះក៏ដោយពួកមានចំណោមពួកជំនុំរបស់ខ្ញុំមានតែខ្ញុំកំពុងធ្វើការនេះមានពួកជំនុំគាត់កំពុងតែអធិដ្ឋានចាំយាមសម្រាប់ខ្ញុំដែរ 저희 교회 안에 기도 특공대 181명이 있습니다. ហើយនៅក្នុងវិហាររបស់ផងគាត់មាន180នាក់មកគ្នាដាក់វេនគ្នានៅក្នុងការអធិដ្ឋាន 조금 전에 181명의 기도 특공대원 이 카톡 단톡방이 있습니다. ហើយយើងមានរូបរបស់ផងយើងរូបខាងថោរបស់ផងយើងមាន100ជា180នាក់ហ្នឹងគឺនាំគ្នាជួបជុំគ្នានៅក្នុងហ្នឹង 그들에게 이 현장을 영상으로 보내주었습니다. ហើយបានផ្ញើជាវីដេអូទៅកាន់ពួកគេនៅក្នុងក្រុមនេះហើយគេបានឃើញអាប់ដេតកម្លាំងរហូតដល់គេ 지금 실시간 중계를 하고 있습니다. ជុំគ្នាអធិដ្ឋានបាទវាអធិដ្ឋានសម្រាប់កម្មវិធីយើង 이걸 보내주면서 이곳 세미나를 위해서 기도해 주십시오 요청을 했습니다. គឺខ្ញុំបានផ្ញើសកម្មភាពទាំងអស់នេះដើម្បីប្រយោជន៍ហើយដើម្បីពឹងពួកគេឲ្យគេសូមបន្តជួយអធិដ្ឋានបន្តទៀតសម្រាប់កម្មវិធីរបស់យើងនៅអ្នកចូលរួម 기도의 중요성을 알기 때문에 우리 교회는 이런 중보기도 팀이 있습니다. ដោយសារតែយើងដឹងអំពីសារៈសំខាន់នៃការអធិដ្ឋានយ៉ាងដូច្នេះគឺយើងមានរៀបចំជាធីមនៅក្នុងការអធិដ្ឋានឲ្យដាក់វេនគ្នាជួយអធិដ្ឋានគ្នា 제가 이렇게 사역하는 동안에 계속해서 이들은 중보기도 합니다. គាត់តែកំឡុងពេលដែលខ្ញុំកំពុងតែឈរឲ្យនៅបំពេញពន្ធកិច្ចយ៉ាងដូចនេះក៏នៅតែមានអ្នកអធិដ្ឋានទូលអង្វរសម្រាប់ខ្ញុំដែរ 교회에 어떤 중요한 일이 있으면 이들이 앞장서서 기도합니다. ហើយបើសិនជាពួកជំនុំពហិមានបញ្ហាអីពួកគេអ្នកក្រុមទាំងលើអធិដ្ឋានមុនគេ 긴급한 상황이 있어도 이들이 기도합니다. ហើយមានការអីបន្ទាន់ពួកគេនឹងអធិដ្ឋានជាមុន 누가 갑자기 아프거나 병원에 가면 이 단톡